ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមើលពីតារាងផ្កាយប្រចាំខែ12គឺខែជូតចាអញ្ចឹងយើងចូលខែជូតនេះបានប្រហែលថ្ងៃហើយចា3 4ថ្ងៃហើយអញ្ចឹងខែជូតនេះគឺវាទៅរហូតដល់ថ្ងៃទី4ខែ1ចាអញ្ចឹងបងប្អូនឃើញតារាងនេះគឺជាផ្កាយប្រចាំខែចាផ្កាយនៅក្នុងខែជូតនេះគឺផ្កាយលេខ1នៅចំទីតាំងកណ្ដាលចាអញ្ចឹងផ្កាយជំងឺលេខ2គឺនៅខាងជើងឈាមខាងលិចចាហ្នឹងបើសិនឧទាហរណ៍ថាយើងអឺអ្នកដែលសុខភាពអត់ល្អឬមួយក៏គាត់ចាប់ផ្ដើមឈឺអីចឹងគឺយើងអាចដូរទីតាំងស្នាក់នៅរបស់គាត់តែបើសិនជាយើងធម្មតាសុខភាពល្អនោះគឺអត់អីទេយើងអត់មានទៅរុញក្រែរុញតុកទូធ្ងន់អីដែលទៅឲ្យរំខានដល់ផ្កាយលេខ2អញ្ចឹងហ្នឹងហើយយើងនៅតែអាចបន្តស្នាក់នៅអីចឹងបានចាហើយគាត់ទៅថានៅខាងជើងឈាងខាងលិចបើបងប្អូនមើលតារាងផ្ទះនេះខាងជើងឈាងខាងលិចគឺយើងមាន3យើងចាត់ជា3ទិសអញ្ចឹងណាបងប្អូនចាជើងឈាងលិច1គឺទិសចចាជើងឈាងលិច2អត់មានតំណាងសត្វទេជើងឈាងលិច3អឺទិសកុលជ្រូកចាអញ្ចឹងប្រឡោះជ្រូកនេះគឺជាទីតាំងឆុងប្រចាំឆ្នាំពីព្រោះអីយើងនៅក្នុងឆ្នាំម្សាញ់ចាអញ្ចឹងឧទាហរណ៍ថាយើងនៅកន្លែងហ្នឹងបន្ទប់គេងយើងនៅកន្លែងហ្នឹងផ្កាយលេខ2ចាយើងគ្រាន់ស្នាក់នៅជាងយើងកុំរុះរើពីព្រោះអីនៅពេលណាយើងរុះរើទៅវាអាចដូចថាយើងចៃដន្យក្រែនៅកន្លែងនេះអញ្ចឹងស្រាប់យើងរំកិលមកគៀនជាងអញ្ចឹងទៅអាចទិសជ្រូកដែលឆុងជាមួយឆ្នាំអាចធ្វើទុកយើងអញ្ចឹងណាចាហើយដោយសារមានផ្កាយលេខ2ផងបន្ទប់គេងផងអាចទៅនោះធ្វើយើងឈឺអញ្ចឹងយើងកុំរុះរើអីយើងស្នាក់នៅធម្មតាហ្នឹងគឺមិនអីទេចាហើយគាត់ថាផ្ទះនេះมันមានទម្រង់ល្អអីទេអានេះដោយសារខ្ញុំដកចេញពីវគ្គមេរៀនទម្រង់យកមកដាក់ចាបើយើងមើលទម្រង់ចេះមានទ្វារបុកចំក្រែអីចឹងណាបងប្អូនចាអញ្ចឹងទៅបើមានផ្កាយជំងឺចំទិសឆុងទិសអីអញ្ចឹងទៅយើងអាចវាអាចប៉ះទង្គិចយើងខ្លះអញ្ចឹងណាតែហ្នឹងហើយបើសិននេះទេយើងបិទទ្វារដូចថាយើងបិទទ្វារយើងអាចដាក់វាំងននមួយជាន់ទៀតនៅមុខទ្វារអញ្ចឹងណាដើម្បីហ្នឹងហើយកុំឲ្យទ្វារបាក់ចិញ្ចូលទៅវាបោកចំក្រែយើងចាគាត់ថាជាទូទៅអានេះដោយសារជាប្លង់គំរូទេបងប្អូនជាទូទៅយើងកម្រដាក់ក្រែនៅបុកចំទ្វារអញ្ចឹងណាចាហើយឥឡូវយើងទៅមើលទីតាំងទិសខាងលិចចាខាងលិចគឺមានផ្កាយលេខ3ចាជាទូទៅគេហៅថាផ្កាយជំនួសអីចឹងណាបងប្អូនហើយផ្កាយហ្នឹងវានៅទិសខាងលិចចាដែលប្រចាំឆ្នាំយើងមានផ្កាយលេខ4អញ្ចឹង3 4ធាតុឈើដូចគ្នាចាជួនកាលទៅយើងអាចមានការប្រកែកគ្នាឬអាចអីអញ្ចឹងគ្រាន់តែថាវាជាយើងហៅថានេះបើសិនជាធម្មតាបងប្អូនបើសិនជាបងប្អូនធ្លាប់រៀនក្បួនតារាសាស្ត្រវាមានក្បួនប្រភេទជាក្បួនទស្សន៍ទាយមួយដែរអញ្ចឹងណាបងប្អូនចាយើងអាចថាស្មានទុកមុនថាអាចមានអីកើតឡើងចៃដន្យបន្ទប់គេងយើងនៅហ្នឹងស្រាប់ផ្កាយលេខ3លេខ4នៅក្នុងខែហ្នឹងអាចវាអាចទស្សន៍ទាយថាអ្នកស្នាក់នៅក្នុងបន្ទប់ហ្នឹងក៏អាចមានការប្រកែកគ្នានៅក្នុងខែហ្នឹងអញ្ចឹងនៅពេលណាយើងដឹងមុនយើងប្រយ័ត្នយើងបិទមាត់រៀងខ្លួនអញ្ចឹងណាបងប្អូនកុំដូចថាបើម្នាក់និយាយច្រើនរអ៊ូច្រើនមួយទៀតកុំតកុំអីចឹងទៅចាហើយtừខាងលិចក្រៅពីនោះដូចជាมันមានឆុងប្រចាំខែឆ្នាំអីទេចាក្រៅពីផ្កាយលេខ3លេខ4នៅកន្លែងហ្នឹងចារួចហើយបន្ទាប់មកយើងរត់ទៅមើលទិសខាងជើងឈាងកើតដែលជាផ្កាយលេខ4ចាផ្កាយលេខ4ជាទូទៅផ្កាយរៀនសូត្រចាតកតងទៅនឹងមួយទៀតផ្កាយស្នេហ៍ចារៀនសូត្រឬក៏ផ្កាយស្នេហ៍អញ្ចឹងទៅចាហើយគ្រាន់តែថាទីតាំងនេះយើងនៅតែត្រូវប្រយ័ត្នដោយសារតែប្រចាំឆ្នាំគឺជាទីតាំងផ្កាយលេខ5ចាអញ្ចឹងយើងអត់ចង់ទៅរង្គោះរង្គើធ្វើអីដូចថារុញរបស់ធ្ងន់ជីកដីជីកអីនៅជុំវិញកាត់ជ្រុងខាងហ្នឹងដែលធ្វើឲ្យរំខានដល់ផ្កាយលេខ5ដែលអាចធ្វើទុកយើងឲ្យឈឺខាក់បងលុយកាក់អីចឹងជាដើមចាខ្ញុំធ្លាប់ដូចថាអឺគាត់ថាវាទូចទេដូចថាធ្លាប់ប៉លិសផាកអីចឹងណាយើងទៅជួសជុលកាត់ជ្រុងហ្នឹងដោយចៃដន្យភ្លេចគិតអីចឹងទៅចាហ្នឹងគាត់ថាវាជារឿងទូចទេដូចថាផាកយើងតិចតួច100 200អីចឹងទៅចាតែបើថា
អឺធំដុំយើងអាចឈឺធ្ងន់អាចអីអញ្ចឹងណាចាហើយក្រៅពីនេះគឺបើសិនជាបន្ទប់ដែលយើងស្នាក់នៅជាប្រចាំស្រាប់យើងអត់មានជម្រើសបដូរទីតាំងនៅក្នុងខែនេះគឺជាឱកាសដែលយើងអឺប្រើកាយហ្នឹងដូចថាអង្គុយរៀនសូត្រអឺនៅកន្លែងហ្នឹងចាស្រូបយកព័ត៌មានអីផ្សេងដែលតាក់ទងទៅនឹងការងាររបស់យើងឬមួយក៏តាក់ទងការរៀនសូត្ររបស់យើងហ្នឹងចាផ្កាយលេខ4ចាហើយបន្ទាប់មកយើងផ្កាយលេខ5ផ្កាយលេខ5នៅទិសខាងត្បូងចាខាងត្បូងខាងនេះបងប្អូនត្រូវប្រយ័ត្នខ្លាំងបន្តិចដោយសារតែខាងត្បូងយើងខែនេះខែជូតណាបងប្អូនចាអញ្ចឹងអឺខែជូតឆុងជាមួយនឹងមមីចាហើយខាងត្បូងវាចែកចេញជា3គឺមានត្បូង1ត្បូង2ត្បូង3ទិសត្បូង2គឺជាទិសមមីជាទិសដែលឆុងប្រចាំខែចាហើយដោយសារខែនេះគឺជាខែជូតអញ្ចឹងបងប្អូនដែលធ្លាប់រៀនប៉ាជឿយើងនឹងថាជូតវកជាមួយនឹងរោងចាបីសត្វហ្នឹងវាផ្គុំជាមុំកើតជាមុំទឹកចាអញ្ចឹងដូច្នេះតកតងទៅនឹងទិសឆុង3ត្រួតទឹកវាឆុងភ្លើងចាអញ្ចឹងទិសឆុង3ត្រួតក៏នៅទិសខាងត្បូងដែរអញ្ចឹងណាបងប្អូនអញ្ចឹងវាមានទាំងផ្កាយលេខ5ក្នុងចំណោមផ្កាយទាំងអស់លេខ5វាអាក្រក់ជាងគេចាហើយនឹងទិសឆុង3ត្រួតផងហើយមានទិសឆុងប្រចាំខែត្បូង2នេះផងដែរចាអញ្ចឹងបងប្អូនត្រូវកុំរំខានទិសនឹងឲ្យសោះកុំធ្វើអីចម្លែកចានេះសម្រាប់ខ្ញុំក៏សូមបញ្ជាក់មកដែរសម្រាប់បងប្អូនដែលជឿអញ្ចឹងណាបងប្អូនដែលអត់ជឿអាហ្នឹងក៏មិនអីដែរដូចថាពីព្រោះអីដូចថាខ្ញុំក៏ខ្លួនឯងក៏មិនថាធ្លាប់បានសាកល្បងគ្រប់បែបយ៉ាងដែរចាអញ្ចឹងអ្វីៗគឺទៅតាមក្បួនដែលគេបានចែងមកអញ្ចឹងណាចាมันបានទៅសាកគ្រប់មុខថាងឥឡូវឃើញឆុងទាំង3អញ្ចឹងសាកទៅវាយដំបន្ទប់នឹងឬមួយក៏រំកិលអីចឹងដូចថាទៅពេលយើងធ្លាប់រៀនទៅវាដូចថារៀងខ្លាចដែរអញ្ចឹងណាបងប្អូនយើងក៏មិនចង់សាកដែរលើកលែងថាហេតុការណ៍ដែលចៃដន្យដូចថាយើងមានបន្ទប់ទឹកតែមួយនៅកន្លែងហ្នឹងស្រាប់រួចហើយវាត្រូវស្ទះឬមួយក៏បែកអឺនិយាយថាកន្លែងងូតទឹកកញ្ចក់អីហ្នឹងវាបែកបាក់អីចឹងដោយចៃដន្យតែយើងត្រូវទៅជួសជុលបើអញ្ចឹងយើងអត់មានបន្ទប់ងូតទឹកអីអាហ្នឹងគឺយើងត្រូវធ្វើដល់ខាងนั้นបានហើយគាត់ថាបងប្អូនត្រូវរើសពេលវេលាល្អរើសអីដើម្បីជួយកាត់បន្ថយខ្លះកុំធ្វើចំដូចថាដូចខែនេះខែជូតហើយកុំរើសថ្ងៃជូតដែលទិសឆុងបីត្រួតនៅក្នុងនឹងប្រចាំថ្ងៃទៀតហើយអាឆុងប្រចាំថ្ងៃសត្វម៉ាមីក៏ឆុងនៅនឹងចានៅក្នុងនឹងទៀតអញ្ចឹងណាយើងកុំឲ្យវាត្រួតគ្នាច្រើនតង់ពេកចាអញ្ចឹងយើងអាចជៀសបានប៉ុណ្ណាគឺយើងធ្វើប៉ុណ្ណឹងហើយកុំឲ្យរើសថ្ងៃកុំឲ្យឆុងជាមួយនឹងឆ្នាំកំណើតរបស់មេគ្រួសារចាអញ្ចឹងក្រៅពីនោះបើសិនជាបន្ទប់ដែលយើងត្រូវស្នាក់នៅបងប្អូនបារម្ភមានបន្ទប់ផ្សេងអាចដូរបន្ទប់បានចាអញ្ចឹងដូចបន្ទប់ខាងត្បូងហ្នឹងបើផ្ទះខ្ញុំគឺបន្ទប់កូនរបស់ខ្ញុំអញ្ចឹងខ្ញុំមិនឲ្យគាត់ប្រើប្រាស់បន្ទប់ហ្នឹងទេនៅក្នុងខែនេះចាគ្រាន់ថាគាត់ចូលប្រើបន្ទប់ទឹកអីអញ្ចឹងតែអត់ឲ្យគេងស្នាក់នៅហ្នឹងទេចាដូរទៅបន្ទប់ផ្សេងអញ្ចឹងណាមួយខែពីព្រោះអីដោយសារគាត់ត្រូវមានប្រឡងមានអីច្រើនអញ្ចឹងទៅយើងបង្ការខ្លះអញ្ចឹងណាចាហើយដោយសារគាត់មានជូតអីនៅក្នុងតារាងប៉ាជឿឲ្យគាត់ចឹងដែរចឹងទៅហើយដល់ពេលចឹងទិសម៉ាមីប៉ាទៅកិច្ចអីចឹងយើងជាបានប៉ុណ្ណាជាប៉ុណ្ណឹងទៅតែបើសិនបងប្អូនអត់មានជំរើសអត់មានបន្ទប់ត្រូវដូរទេចាហ្នឹងគឺអឺយើងកុំព្យាយាមកុំរុះរើធ្វើអីចម្លែកខុសពីធម្មតាទៅនៅក្នុងខែហ្នឹងព្យាយាមស្ងៀមស្ងាត់តាមដែលយើងអាចធ្វើបានចាហើយឥឡូវយើងទៅទិសខាងជើងគឺដែលមានផ្កាយលេខ6ចាផ្កាយលេខ6គឺជាផ្កាយអំណាចផ្កាយល្អតាក់ទងឋានៈទូនាទីអីចឹងចាយើងអាចអង្គុយប្រើប្រាស់នៅកន្លែងហ្នឹងបានគ្រាន់តែថាទិសខាងជើងវាមានជើង1ជើង2ជើង3ចាទិសខាងជើង2គឺតំណាងឲ្យជូតចាអញ្ចឹងជាទិសជូតយើងហៅថាទិសស្ដេចសត្វប្រចាំខែចាអូហើយមួយទៀតចាបើសិនជាបងប្អូនអង្គុយគឺបងប្អូនដូចថាយើងអង្គុយបែរមុខទៅណាទោះបីជាទិសខាងជើង
បែរទៅជើងល្អចំពោះយើងប៉ុណ្ណាក៏ដោយក៏បើសិនជាអាចយើងកុំបែរមុខទៅជើងហើយបែរខ្នងទៅត្បូងពីព្រោះកាលណាដែលបងប្អូនបែរខ្នងទៅខាងត្បូងគឺទិសឆុងបីត្រួតវាបុកមកពីក្រោយអញ្ចឹងនៅក្នុងក្បួនគឺមិនល្អទេយើងមិនគួរណាអង្គុយបែរខ្នងទៅទិសឆុងបីត្រួតទេចាអញ្ចឹងអឺចំពោះខែនេះបើសិនជាបងប្អូនតែងតែអង្គុយបែរមុខទៅខាងជើងបងប្អូនអាចប្រឆិតបើថាយើងអាចប្រឆិតបាននៅកន្លែងធ្វើការយើងឬអីអញ្ចឹងយើងងាកទៅទិសផ្សេងអត់បានក៏ព្យាយាមប្រឆិតមកទិសដូចថាប្រឆិតប្រហែលអង្សា5-10អង្សាឬក៏អីអញ្ចឹងណាបងប្អូនកុំឲ្យវាចំត្រង់ខ្នងយើងចំត្បូងពីរនេះពេកចាយើងប្រឆិតឲ្យចំដូចថាត្បូងឈៀងលេខ2អញ្ចឹងទៅបើអាចចាយើងខ្នងយើងទៅត្បូងឈៀងលេខ2បានហើយយើងបែរមកខាងជើងឈៀងកើត2ចាអឺមតែចាបើសិនជាអឺมันអាចទេយ៉ាងហោចណាស់ក៏យើងអាចបែរទៅខាងជើង1ឬមួយក៏ខាងជើង3កុំបែរមុខទៅជើង2ចំព្រោះអីអញ្ចឹងខ្នងយើងចំមកខាងត្បូង2នេះចំអញ្ចឹងណាចាអូខេបន្ទាប់មកយើងទៅផ្កាយលេខ7នៅទិសខាងត្បូងឈៀងខាងលិចចាអញ្ចឹងត្បូងឈៀងខាងលិចនេះបងជីខាងលិចនេះយើងជាប់ទិសឆុងបីត្រួតប្រចាំខែយើងជាប់ទិស1ម៉ែត្បូងឈៀងលិច1ចាអញ្ចឹងត្បូងឈៀងលិច2និងត្បូងឈៀងលិច3នេះគឺអត់អីទេចាត្បូងឈៀងលិច3នេះល្អប្រចាំឆ្នាំចាទិសវោកនេះគឺមានផ្កាយបញ្ញានៅទីហ្នឹងដែលយើងអាចអង្គុយប្រើប្រាស់រៀនសូត្រអីចឹងអឺប្រើប្រាស់ទីហ្នឹងបានចាហើយផ្កាយលេខ7ចាបើតាមក្បួនគឺជាផ្កាយចៅអីចឹងលើកលែងតែវាមានទម្រង់អវិជ្ជមានចាមានតសដងគោមានអីចឹងណាបើសម័យមុនគេមិនសូវចូលចិត្តផ្កាយលេខ7ទេព្រោះតាក់ទងទៅនឹងការនិយាយច្រើនអីចឹងតែសម័យឥឡូវយើងឃើញហើយថាអ្នកខាង influencer អ្នកធ្វើ YouTube ធ្វើអីអញ្ចឹងគេបកកែជំនាញខាងនិយាយគេអាចរកលុយបានអាចអីអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនណាដែលចូលចិត្តនិយាយផ្សព្វផ្សាយអីច្រើនគឺអាចប្រើប្រាស់ទីតាំងដែលមានផ្កាយលេខ7បានចាហើយបន្ទាប់មកយើងចូលទៅផ្កាយលេខ8ចាផ្កាយលេខ8យើងនៅទិសខាងកើតទិសខាងកើតនេះគឺឆ្នាំនេះយើងមកសាំងចាដោយសារតែឆ្នាំនេះយើងមកសាំងដូច្នេះម្សាំងនឹងឲ្យយើងផ្គុំជាមួយនឹងរកាហើយនឹងអឺម្សាំងរកាហើយនឹងឆ្លូវចា3ស័ក្តិហ្នឹងនៅពេលយើងផ្គុំទៅវាបង្កើតបានជាមុំធាតុដែកចាអញ្ចឹងឆ្នាំនេះគឺទិសឆុងបីត្រួតគឺខាងកើតពីព្រោះអីទិសខាងលិចឆុងកើតអញ្ចឹងណាបងប្អូនខាងលិចដែកខាងកើតឈើចាអញ្ចឹងទិសឆុងបីត្រួតនៅខាងកើតចាតែបើចំពោះផ្កាយប្រចាំខែផ្កាយលេខ8ផ្កាយលុយដោយកម្លាំងធ្វើការអញ្ចឹងយើងអ្នកដែលយើងធ្វើការអង្គុយធ្វើការនៅផ្ទះ work from home ចាយើងអត់ទៅ office ទេយើងនៅផ្ទះធ្វើការពីផ្ទះហ្នឹងយើងអាចអង្គុយធ្វើការរបស់យើងនៅខាងកើតនេះបាននៅក្នុងខែនេះចាគ្រាន់តែថាបងប្អូនកុំបែរខ្នងទៅខាងកើតចាអញ្ចឹងដូចគ្នាឲ្យតែទិសឆុងបីត្រួតនៅទីតាំងមួយណាយើងបែរមុខទៅរកទិសហ្នឹងចាកុំបែរខ្នងទៅរកទិសឆុងបីត្រួតចាអញ្ចឹងបើយើងអង្គុយទីតាំងនេះយើងអាចបែរទៅខែនេះចាយើងអាចបែរទៅត្បូងឬបែរទៅលិចអីចឹងណាបងប្អូនចាចាហើយបន្ទាប់មកយើងឡើងទៅរកផ្កាយលេខ9នៅខាងត្បូងឈៀងខាងកើតចាអញ្ចឹងត្បូងឈៀងកើតនេះគឺយើងជាប់ទិសឆុងបីត្រួតប្រចាំឆ្នាំដែលមានរោងនៅទីតាំងកន្លែងនេះចាហើយនឹងទិសស្ដេចសត្វប្រចាំឆ្នាំម្សាន់គឺនៅត្បូងឈៀងកើត3ចាអញ្ចឹងទីតាំងសុវត្ថិភាពគឺត្បូងឈៀងកើត2ចាតែនៅក្នុងខែនេះគឺផ្កាយលេខ9ហាចូលហើយទៅប្រចាំឆ្នាំផ្កាយលេខ1ទៀតអញ្ចឹងមានផ្កាយល្អដែលតំណាងឲ្យផ្កាយលុយផ្កាយជំនួយនៅក្នុងទីតាំងកន្លែងហ្នឹងទាំងពីរគឺល្អក្នុងការប្រើប្រាស់អង្គុយធ្វើការអង្គុយរៀនសូត្រអីជាដើមចាហើយបន្ទាប់ពីហ្នឹងយើង9ហើយមួយចូលកណ្ដាលផ្ទះវិញចាអញ្ចឹងដូចជាអត់មានអីទៀតទេបងប្អូនចាអញ្ចឹងបងប្អូនអាចដូចថារៀនវិភាគមើលផ្កាយមើល
ប្លង់ផ្ទះមើលអីខ្លួនឯងចឹងទៅរៀនតាមដានកត់ត្រាទុកនៅពេលណាដែលមានហេតុការណ៍អីកើតឡើងបងប្អូនមើលថាតើទីតាំងកន្លែងណាអ្នកណានៅទីតាំងមួយណាហើយធ្វើទុកនឹងតើគាត់មានឆ្នាំឆុងឬក៏អីហើយយើងមានរុះរើមានធ្វើអីចម្លែកអត់បងប្អូនរៀនតាមដានតែខ្លួនឯងចឹងណាចាមិនតែងតែត្រូវតែធ្វើទុកយើងទេចាវាអាស្រ័យទៅតាមទម្រង់ផ្សេងមកចាច់ដល់ដូចថាផ្ទះយើងជ្រុងមួយណាចំផ្លូវបុកចំមកពីក្រោយឬចំហៀងអីចឹងទៅឬក៏មានដើមឈើអីវាចាក់រឹសដល់ក្រោមផ្ទះហ្នឹងដែលធ្វើឲ្យជញ្ជាំងប្រេះអីចឹងអញ្ចឹងវាគឺជាទម្រង់អាក្រក់ទម្រង់មិនល្អអញ្ចឹងនៅពេលណាដែលមានផ្កាយមិនល្អហាចូលមកវាអាចធ្វើទុកយើងហើយបើយើងឧស្សាហ៍ឈឺសុខភាពខ្សោយស្រាបឬមួយក៏ឧស្សាហ៍បាត់បង់ការងារពិបាករកការងារធ្វើឬរកអីចឹងយើងដឹងថាអូវាអាចមកពីអឺចាហុងស៊ុយផ្ទះឬក៏អីធ្វើទុកអីចឹងចាបងប្អូនរៀនតាមដានមើលទៅតាមហ្នឹងចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានការបកស្រាយប្រចាំខែរបស់ខ្ញុំ